Hello សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកប្រាប់ពី app មួយជំនួយសម្រាប់មើលទីផ្សារនិងវិភាគផ្សារនៅលើទូរស័ព្ទដៃ app នោះឈ្មោះ Trading Menu សម្រាប់អ្នកប្រឡូកក្នុងវិស័យ trading ថ្មីដែលអត់ទាន់ដឹងពីរបៀបវិភាគផ្សារឬក៏ app សម្រាប់វិភាគផ្សារទេអ្នកនរគ្នាអាច down app នេះមកបានឈ្មោះ Trading Menu មុននឹងអ្នកនរគ្នាអាច down បានបើសិនជាអ្នកនរគ្នាប្រើទូរស័ព្ទដៃAndroid អ្នកនរគ្នាចូលទៅក្នុង Play Store មកបើសម្រាប់អ្នកប្រើទូរស័ព្ទដៃ iPhone អ្នកនរគ្នាចូលមកក្នុង Play Store មកហើយ search ពាក្យថា Trading Menu មកខាងលើនេះ Trading Menu ហើយអ្នកនរគ្នា install មក app មួយនេះបន្ទាប់ពី install app នឹងបានហើយអ្នកនរគ្នាចូលទៅក្នុង app នឹងទៅមកដល់កន្លែងនេះគឺអ្នកនរគ្នាអាចរកមើលកន្លែងនេះគឺកន្លែងដែលយើងមើលនៅក្នុង currency ឬក៏ pair អ្នកនរគ្នាចង់មើលនៅក្នុង pair មួយណាឧទាហរណ៍ថាយើងមើលនៅក្នុង gold នេះ gold អ្នកនរគ្នាអាចចុចមើលនៅក្នុង gold បានឬហើយចុចពាក្យ trade ហ្នឹងមកឬហើយវា load ទៅកន្លែង chart នេះវា load មកកន្លែង chart ហ្នឹងគឺកន្លែង chart ហ្នឹងគឺកន្លែងសម្រាប់ដែលយើងវិភាគផ្សារដោយអ្នកនរគ្នាឃើញនៅក្នុង Trading Menu របស់ខ្ញុំអញ្ចឹងសម្រាប់ tool ដែលយើងប្រើការក៏នៅខាងលើនេះ tool សម្រាប់ប្រើការមួយចំនួនតែគ្រាន់តែនៅក្នុង Trading Menu យើងវាមានកន្លែងតូចវា space តូចវាអត់special ដូចនៅក្នុង computer បើសិនជាអ្នកនរគ្នាមានកុំព្យូទ័រអ្នកនរគ្នាអាចsearch នៅក្នុង Google Chrome មកហើយវាយពាក្យថា Trading Menu មកនៅក្នុងនោះ load app នឹងឲ្យដូចគ្នាក៏តែនៅក្នុង Google Chrome អ្នកនរគ្នាត្រូវ sign in ជាមួយនឹង Gmail សម្រាប់ tool មួយចំនួនអ្នកនរគ្នាក៏ចុចចំកន្លែងនេះមកមានកន្លែងឲ្យយើងរើស tool ដែលយើងយកមកសម្រាប់ analyze ទីផ្សារមាននៅក្នុងនឹងស្រាប់អ្នកនរគ្នាគ្រាន់តែអូសមើលតាមនឹងមកហើយនេះ tool មួយចំនួនសម្រាប់ឲ្យអ្នកនរគ្នាយកមក analyze ទីផ្សារហើយសម្រាប់អ្នកដែលចង់មើលលំហូរ time frame នៅក្នុង Trading Menu អ្នកនរគ្នាក៏ចុចចំកន្លែងអក្សរ 1h នេះកន្លែងហ្នឹងគឺ time frame អ្នកនរគ្នាអាចមើល time frame បាននៅក្នុងហ្នឹងមានក្នុងនេះ second ហ្នឹងអ្នកនរគ្នាបាច់មើលបានវាតូចពេកមើលចាប់តាំងពី1នាទី2នាទីរហូតដល់1ម៉ោង2ម៉ោង1ថ្ងៃ2ថ្ងៃរហូតដល់មួយឆ្នាំ12ខែនៅក្នុង Trading Menu នេះមានច្រើនហើយអ្នកនរគ្នាចង់មើល pair មួយណាក៏បានដែរសម្រាប់ការដាក់ indicator អ្នកនរគ្នាអាចចុចចូល trade 3នេះមកវាហើយអ្នកនរគ្នាចុចយកកន្លែងនេះពាក្យថា indicator បើសិនជាអ្នកនរគ្នាអត់ទាន់មាន indicator ទេខ្ញុំឧទាហរណ៍ indicator ខ្សែពណ៌ខៀវនេះហៅថាខ្សែ moving average អ្នកនរគ្នាអាចកំណត់ខ្សែនឹងបានអាចដាក់ខ្សែនឹងបានឧទាហរណ៍អ្នកនរគ្នាចុចចូល trade 3មកចុចចូលកន្លែងនេះឬហើយអ្នកនរគ្នា search មក moving average អ្នកនរគ្នាអាចរើសបានមួយណាក៏បានដែរ moving average ចង់យកមួយឥឡូវគេក៏បានណាក៏បានស្រេចតែចិត្តអ្នកនរគ្នាអាហ្នឹងកន្លែង search ដាក់ខ្សែបើសម្រាប់អ្នកដែលចង់បាន indicator ដូចខ្ញុំមួយនេះមាន session 0នៅលើនឹងស្រាប់មាន New York session Asian session London session មានម៉ោងមានពេលវេលាសម្រាប់ឲ្យអ្នកទាំងអស់គ្នាស្រួលមើលនិងស្រួលចាប់នៅ liquidity អ្នកទាំងអស់គ្នាអាចចូលទៅក្នុង indicator ដូចគ្នាហើយចូលក្នុង indicator នេះមកsearch ពាក្យថា NOCO នេះ NOCO Trader CRT អ្នកទាំងអស់គ្នាអាចយកមួយនឹងមកហើយចុចចំពីលើនឹងមកវា load ឲ្យសូដូចខ្ញុំអញ្ចឹងនៅក្នុងនោះមាន time frame កំណត់ time frame ឲ្យសូនៅលើនេះទៀតមាន4ម៉ោងអីបើថានៅលើកុំព្យូទ័រយើងមាន4ម៉ោងមាន1ថ្ងៃហើយមាន1 week មានមួយសប្តាហ៍នៅក្នុងនេះអ្នកនរគ្នាអាចកំណត់លំហូរនៃទីផ្សារមកបើមើលនៅក្នុង Trading Menu ម៉ោងស្មើនេះគឺទីផ្សារនេះកំពុងតែ up trend ម្សិលមិញទីផ្សារ down trend ថ្ងៃនេះកំពុង up trend ឧទាហរណ៍អ្នកនរគ្នាអាចគូស trend line មកយើងអាចចាប់ trend line បាននេះទីផ្សារម្សិលមិញបើសិនចង់ចាប់ trend line អ្នកនរគ្នាគូសចេះមកហើយគូសមកខាងក្រោម
អាហ្នឹងយើងអាចគូស trend line បានហើយមួយទៀតបើសិនជាអ្នកនរគ្នាចង់គូស trend line ថ្ងៃនេះទេយើងគ្រាន់តែបដូរវាមកខាងនេះវិញមកនេះ trend line ថ្ងៃនេះទីផ្សារម្សិលមិញនឹងថ្ងៃនេះដើរប្រច្រាស់គ្នាបន្តិចអានេះយើងអាចគូស trend line បានចឹងអ្នកនរគ្នាវីដេអូក្រោយៗទៀតខ្ញុំនឹងសូមបង្ហាញអំពីរបៀបគូស trend line ដែលគ្រាន់តែវីដេអូនេះយើងគ្រាន់តែសូមអំពីរបៀបប្រើប្រាស់នៅ tool មួយចំនួននៅក្នុងទូរស័ព្ទដៃសម្រាប់យកមក analyze ទីផ្សារនៅក្នុង trading view ឧទាហរណ៍យើងមើលនៅក្នុង time frame 1ម៉ោង time frame 1ម៉ោងនេះយើងគូស trend line នេះឃើញថាទីផ្សារហ្នឹងវាអត់ទាន់ប្របែក trend line ទេយើងអាចចាប់ trend line មួយទៀតខាង high យើងអាចចាប់បានយើងអាចចាប់ខាង high បានឧទាហរណ៍ខាងនេះមកយើងយកប៉ុណ្ណេះមកយើងអាចចាប់ trend line បែបនេះក៏បានដែរទីផ្សារនេះអត់ទាន់ប្របែក trend line ទេអ្នកទាំងអស់គ្នាអាចមើលនៅក្នុង session បានមាន Asian session ម៉ោង London session ទៅ sweep នៅ liquidity របស់ Asian ហើយម៉ោង New York ទៅ sweep liquidity របស់ London ម៉ោងអាស៊ីមក sweep ម៉ោងអាស៊ីអត់ទាន់ sweep liquidity ទេឡើងម៉ោង London នេះក៏អត់ទាន់ប្របែក liquidity ដែរម៉ោង New York ទៅ sweep liquidity ម៉ោងអាស៊ីថ្ងៃនេះ sweep liquidity ហើយទីផ្សារហ្នឹងអត់ទាន់ប្របែក trend line ទេឧទាហរណ៍ថាបើទីផ្សារនេះបំបែក trend line ចុះមកក្រោមទីផ្សារហ្នឹងអាចនឹង pull back ចុះមកក្រោមអាហ្នឹងសម្រាប់ trend line ហើយមួយទៀតអ្នកដែលអត់ទាន់ចេះមើលអត់ទាន់ចេះរក demand zone ឬក៏ supply zone ទេដូចខ្ញុំសូខាងក្រោមនេះ demand zone និង supply zone នៅក្នុងហ្នឹងអ្នកនរគ្នាអាចប្រើ indicator មួយ indicator ខាងលើនេះដូចខ្ញុំសរសេរនេះខាងលើនេះអាហ្នឹង indicator មួយហ្នឹងអ្នកនរគ្នាអាច search ដូចយើង search indicator មួយហ្នឹងមកនេះឈ្មោះមួយនេះមកអ្នកគ្នា search ឈ្មោះមួយហ្នឹងមកនេះ indicator មួយហ្នឹងអ្នកគ្នាអាចប្រើ indicator មួយហ្នឹងសម្រាប់មើល demand zone និង supply zone ដូចខ្ញុំបង្ហាញអញ្ចឹង demand zone និង supply zone សម្រាប់ setting អ្នកគ្នាអាចប្រើ setting បែបនេះបានងាយស្រួលមើលហើយ demand zone supply zone កន្លែង outline កន្លែងអីហ្នឹងអ្នកគ្នាអាចសេរីខ្លួនឯងបានក្នុងហ្នឹងឆ្លាញ់ពណ៌ណាដាក់ពណ៌ហ្នឹងអាហ្នឹងគ្រាន់តែ setting ត្រួសនៅក្នុង demand សម្រាប់មើល demand zone ហើយវីដេអូក្រោយៗខ្ញុំនឹងបង្ហាញអំពី strategy មួយចំនួនទីផ្សារថ្ងៃនេះ up trend អត់ទាន់បំបែកទេព្រឹកមិញឃើញទីផ្សារដូចជាហក់ឡើងច្រើនហក់ឡើងជាង100លេខដែរឃើញប៉ុណ្ណឹងបើស្អីយើងមកមើល time frame តូច time frame 15នាទីឃើញថាវាហក់ឡើងគួរសមដែរថ្ងៃហ្នឹងមានន័យថាទីផ្សារហ្នឹងកំពុងតែ up trend ទីផ្សារនេះកំពុងតែ up trend សើមិញ down trend ថ្ងៃនេះ up trend យើងមើលពីលំហូរនៃទីផ្សារធំមកគឺ time frame 1ម៉ោងឬក៏ time frame 4ម៉ោងដោយសារតែ time frame weekly time frame daily អត់សូវ clear ទេវាអត់សូវ clear ល្អយើងមើល time frame 4ម៉ោង time frame 4ម៉ោងគឺកំពុង up trend ដែរតែវាមិនទាន់ up trend បំបែកទៅណាទេនៅក្នុងទីផ្សារ up trend បែបយើងបំបែក high low ចឹងឯងឡើងចុះតិចតួចហ្នឹងវាអត់ទាន់ឡើងទៅណាខ្លាំងទេហើយណាមួយទីផ្សារនេះបើសិនជាមានទីផ្សារព័ត៌មានកន្លែងណាមួយអាចនឹង switch liquidity មកយក liquidity ខាងក្រោមទាំងអស់ដោយសារតែ liquidity ខាងក្រោមនេះអត់ទាន់យកទេអត់ទាន់មក switch liquidity ខាងក្រោមទេអញ្ចឹងទីផ្សារនេះបើសិនជាមកមានកត្តាព័ត៌មានមួយដែលប៉ះទង្គិចជាមួយនឹងទីផ្សារអាចមក switch liquidity ខាងក្រោមហ្នឹងហើយអរគុណអ្នកនាងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេគឺរបៀបប្រើ trading view ដើម្បីមក analyze ទីផ្សារបើសិនជាអ្នកនរគ្នាអត់ច្បាស់ឬក៏អត់យល់កន្លែងណាអាចសាកសួរបានវីដេអូក្រោយៗខ្ញុំនឹងចេញអំពីការ
ចាប់ trend line ឬក៏ការ analyze នៅទីផ្សារឬក៏ strategy ណាមួយបើសម្រាប់ trend line អ្នកនរគ្នាឃើញហើយនេះរបៀបនៃការចាប់ trend line ណាអ្នកនរគ្នាអាចចាប់បែបនេះបាន trend line ព្រោះអីទីផ្សារអាចដើរលំហូរតាម trend line ហ្នឹងអានេះរបៀបចាប់ trend line នៅក្នុងវីដេអូនេះយើងអាចរៀនពីតកតងជាមួយនឹងការប្រើប្រាស់ tool មួយចំនួននៅក្នុង trading view មួយទៀតការដាក់ indicator ហើយនិងការចាប់ trend line មួយវីដេអូហ្នឹងអាចរៀនបានច្រើន